nè khné ngày đây mạo gì đã toàn mùi bò rò mà nè cột bàn lên Minecraft hay bàn tới gần lại mà để mình mua tháp Fallen nè khné cứ gần lại nó cứ chưa the end of Minecraft một nè khné và mình mang chỉ cả bit in the dragon này thế cứ dâng từ đào dụ chả block nè khné ở đông mà nè tại đông thì chả block hay rồi nè có rồi nè nắng cứ cột bàn cô cột bàn pra cột bàn pra rồi dạ bé đọc 4 năm nè khné đói đào chơi từ tê nè khné nông Minecraft mà Minecraft đó đào chơi từ tê cứ có admin teleport admin pra cheat admin pra fly admin carrot cứ đào thòng ra một admin rot điហើយបើអ្នកគ្នាចង់រកអា Fallen នឹងដែរគឺអ្នកគ្នាត្រូវចូលក្នុង version beta អ្នកគ្នា version beta 1.7.3 អ្នកគ្នាពេលអូខេ 1.7.3 អ្នកគ្នាគឺ version ហ្នឹងគឺចាស់មែនតើអត់មានរត់ណាអ្នកគ្នាគឺដើរសុទ្ធអត់មាន portal ទេអត់មានទេចឹងគឺវាវេទនាខ្លាំងមែនតើអ្នកគ្នាដើម្បីពីត Fallen ហ្នឹងអ្នកគ្នាគឺប្រើរយៈពេលយូរមែនតើបើប្រហែលជា14ឆ្នាំដូចគាត់ដែរមើលហើយគាត់អត់មានហោះអីណាអ្នកគ្នាជាគាត់អត់មានហោះអីទេគឺគាត់ប្រើជើងទទេតែម្ដងគឺគាត់ប្រើជើងទទេបាទប្រើជើងទទេមកដែរតែតប៉ិតបើអ្នកគ្នាចង់រកអាហ្នឹងក្នុង version ធំបើអ្នកគ្នាចង់ទៅឃើញឲ្យកន្លែងហ្នឹងច្បាស់ហ្មងអ្នកគ្នាអាចចូលទៅក្នុង world ធំអា version ធំហ្មងអា version ឥឡូវហ្នឹងអ្នកគ្នាចូលទៅហើយចូល Fallen ហើយ teleport ទៅកន្លែងណាត្រឡប់មកចុច TP ទៅកន្លែងស្យាកន្លែងលេខម៉ាននេះអត់ដឹងទេគាត់ថាអ្នកគ្នាចុចទៅនៅក្នុង version ឥឡូវហ្នឹងគឺវាអត់មានលេខគឺវាអត់ទាន់មានអា Fallen ហ្នឹងទេតើអ្នកគ្នាចូលទៅក្នុង beta version beta 1.7.3 បាទអ្នកគ្នាអាចរកឃើញអាកន្លែង Fallen ហ្នឹងបានគឺថា wow so my god ហើយអ្នកគ្នាគិតទៅមើលគាត់ទៅគាត់ប្រើរយៈពេល14ឆ្នាំគាត់អត់មានទៅក្នុង version ធំទេគឺ14ឆ្នាំបានគាត់ទៅដល់កន្លែង Fallen ហ្នឹងអ្នកគ្នាហើយពេលអ្នកគ្នាទៅដល់កន្លែងហ្នឹងគឺលេខខ្លាំងមែនតើអ្នកគ្នាគឺលេខមហាសានលេខហ្មងគឺវាលេខខ្លាំងមែនតើមកសង្ឃថាយើងមិនអាចវាសើថាយើងមិនអាចដើរអីចង់បានពួកអីវាគឺវាមហាសានលេខខ្លាំងមែនតើអ្នកគ្នាបាទហើយមួយទៀតអ្នកគ្នាកន្លែងហ្នឹងគឺវានៅឆ្ងាយពី spawn យើងប្រហែលជា16លានប្លុកអាយតាមខ្ញុំបានស្មានណាប្រហែលជា16លានប្លុកហ្នឹងតែបើលើហ្នឹងក៏អត់ដឹងដែរអ្នកគ្នាបាទហើយតែពិតទៅបើសិនជាកន្លែងហ្នឹងវាមាននៅក្នុង version ធំមែនគឺពិបាកដល់ណាអ្នកគ្នាមិនសូវប្រើពេលយូរជាងគាត់ទៀតគិតមើល version beta 1.7.3 14ឆ្នាំហើយចុះបងអា version ធំទៅបានលានប្លុកទៅចូលមកបៀលានប្លុកហ្នឹងហើយកន្លែងដែរគឺវាមហាសែនកម្រដែលមានអ្នកទៅកន្លែងនោះបានដាក់ទៅកន្លែងនោះបានដោយប្រើជើងឬការរត់អីចឹងណាអ្នកគ្នាតែកន្លែងហ្នឹងគឺវាយូរមែនតើហើយអ្នកគ្នាចង់ទៅតាម Nether ក៏យូរដែរអ្នកគ្នាថាកន្លែងហ្នឹងគឺវាឆ្ងាយ16លានប្លុកអីនោះ
Yeah ហើយណាហើយមួយទៀតណានេះបើសិនជាអ្នកជាចង់បានលុយអីចឹងណាទៅចូលក្នុង version beta 1.7.3 នឹងបានចង់បានលុយច្រើនអាចចូលទៅក្នុង version នឹងបានរកមកដើររក alpha land ហ្នឹងទៅដោយប្រើជើងអត់មានឈិតអីទេកុំឈិតតែឈិតអត់បានលុយទេដោយសារតែបរោះម្នាក់ដែលដើរទៅ Farland រយៈពេល14ឆ្នាំហ្នឹងគឺគាត់បានទទួលបានលុយដូចជាបើ5ដូចប៉ុន្មានហើយប្រហែលជា55លានបើមិនចឹង5លានដុល្លារណាគ្រាបើគឺខ្ញុំអត់ដឹងទេអីតាមខ្ញុំចាំទេហើយកន្លែងនេះគឺពិសេសកន្លែងនេះគឺពិសេសអ្នកនេះគឺពិសេសដោយសារតែកន្លែងហ្នឹងគឺវាអត់ងាយស្រួលទេអត់ងាយស្រួលដូច Bit Ender Dragon នេះទេឬក៏ Bit អាមេក្បាល3ក្បាល3ហើយស្អីវាដែរនេះទេគឺវាស្រួលទេវាងាយស្រួលទេគឺវាអត់ងាយស្រួលតែបដិហើយបច្ចេកទេសគឺនៅក្នុង Minecraft នៅក្នុង Minecraft ហើយបើអ្នករៀនចង់ដឹងព័ត៌មានតាក់ទងមក Farland អីហ្នឹងគឺអ្នកខ្លះអាចចូលទៅ check YouTube ឬក៏សួរ Google ឬក៏សួរ ChatGPT អីបានអ្នកខ្លះហើយវីដេអូយើងក៏មិនតែប៉ុណ្្នឹងដែរបាយ